បាទសូមជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតយើងជួបគ្នានៅក្នុងមេរៀនបាទតាក់ទងជាមួយនឹងការប្រើប្រាស់កម្មវិធី Microsoft Office Word ដែលជាមេរៀនភាគបន្តបាទអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំនឹងជំរាបជូនពុកម៉ែបងប្អូនបន្ថែមទៀតទៅលើការប្រើប្រាស់មុខងារដែលមានមុខងារសំខាន់នៅក្នុង Insert Tab ជាបន្តបាទការមេរៀនមុនគឺខ្ញុំបានជំរាបជូនពុកម៉ែបងប្អូនដល់ត្រឹមបាទតាក់ទងជាមួយនឹងការប្រើប្រាស់ Save បាទដែលយើងអាចយក Save នេះយកទៅប្រើប្រាស់យកទៅគូសបាទចេញជារូបរាងដែលពុកម៉ែបងប្អូនត្រូវការចង់បានរូបរាងបែបណាគឺមាននៅក្នុង Save នេះយើងមានច្រើនបាទមានជាសញ្ញាព្រួញមានអីជាច្រើនទៀតពុកម៉ែបងប្អូនបាទអញ្ចឹងឥឡូវនៅក្នុងមេរៀនភាគបន្តនេះខ្ញុំនឹងចាប់ដើមពីចំណុចទៅបាទតាក់ទងជាមួយនឹងការប្រើប្រាស់ icon ម្ដងបាទ icon នេះគឺជារូបរាងពុកម៉ែបងប្អូនណាគឺជារូបភាពបែបនេះពុកម៉ែបងប្អូនដែលពុកម៉ែបងប្អូនអាចយកទៅប្រើប្រាស់នៅក្នុងការងាររបស់ពុកម៉ែបងប្អូនបានឧទាហរណ៍ថាឥឡូវខ្ញុំត្រូវការរូបភាពមួយបាទរូបភាពអីក៏បានដែរពុកម៉ែបងប្អូនទើបថាឥឡូវរូបភាពឡានមួយទៅបាទហើយអញ្ចឹងយើងធ្វើការចុច select ហើយពុកម៉ែបងប្អូនអាចធ្វើការចុច insert តែម្ដងណាបាទអញ្ចឹងយើងបានជារូបភាពបែបនេះហើយរូបភាពនេះគឺពុកម៉ែបងប្អូនអាចបង្កើតវាដោយយើងអាចបដូរពណ៌បដូរអីបានណាពុកម៉ែបងប្អូននេះឃើញទេបាទយើងអាចជ្រើសរើសពណ៌បាននៅខាងលើនេះបាទក្រោយលោពុកម៉ែបងប្អូនចង់បានត្រូវការពណ៌អីផ្សេងអញ្ចឹងណាយើងអាចរើសបាននេះពុកម៉ែបងប្អូនបាទហើយពណ៌នៅកន្លែងនេះក៏ពុកម៉ែបងប្អូនអាចធ្វើការបដូរបានបើទើបថាយើងអត់មានពណ៌នៅក្នុងនេះបាទកន្លែង graphic style នេះគេហៅថា graphic style ហ្នឹងអញ្ចឹងយើងមើលនៅក្នុង graphic field បាទពុកម៉ែបងប្អូនអាចជ្រើសរើសពណ៌តាមចំណង់ចំណូលចិត្តបានណាយើងអាចផ្លាស់ប្ដូរបានបាទហើយgraphic outline នេះគឺសម្រាប់ឡានខាងក្រៅនេះពុកម៉ែបងប្អូនណាក្រៅលោពុកម៉ែបងប្អូនចង់បានក៏អាចធ្វើការដាក់បានបន្ថែមទៀតបាទនៅក្នុងនេះយើងមានបាទហើយបាទ graphic effect នេះសម្រាប់ពុកម៉ែបងប្អូនចង់បានសម្ោបានរូបរាងបែបម៉េចបាទបន្ថែមទៀតទៅលើរូបភាពរបស់យើងនេះពុកម៉ែបងប្អូនណាយើងអាចបន្ថែមបានមានសម្ោលមានអីយើងចង់បន្ថែមអីមានយើងអាចធ្វើបានណាពុកម៉ែបងប្អូនមានច្រើនទៀតបាទចាំមានឱកាសខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនបន្ថែមទៀតបាទអញ្ចឹងពុកម៉ែបងប្អូនក៏អាចសាកល្បងមើលបានណាអាចសាកមើលតាមចំណុចមួយហ្នឹងយើងអាចសាករៀនសាកធ្វើទៅពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំបន្តទៅទៀតបាទខ្ញុំជំរាបជូនប៉ុណ្ណឹងទៅចុះតាក់ទងជាមួយនឹង icon នេះបាទឥឡូវយើងចូលទៅដល់មុខងារមួយទៀតគេហៅថា 3D model នេះបាទ 3D model នេះយើងអាចទីមួយយើងអាចចូលទៅជំរើសយើងមាន2ទីមួយពុកម៉ែបងប្អូនទៅជ្រើសរើសនៅក្នុងកុំព្យូទ័ររបស់ពុកម៉ែបងប្អូនបានក្នុងករណីបើសិនជាពុកម៉ែបងប្អូនមានរូបភាពជា 3D បាទយើងអាចចុចកន្លែង this device នេះទៅហើយនឹងលោតផ្ទាំងមួយដែលពុកម៉ែបងប្អូនអាចទៅធ្វើការស្វែងរកបាទរូបភាពតែពុកម៉ែបងប្អូនបានធ្វើការ save ប៉ុន្តែខ្ញុំអត់មានទេបាទបើមានពុកម៉ែបងប្អូនចុចហើយចុច insert តែម្ដងបាទអញ្ចឹងយើងប្រើកន្លែងនេះវិញពុកម៉ែបងប្អូនណាយើងចុចខាងលើក៏បានចុចកន្លែងនេះក៏បានដែរណាយើងយក stock 3D model នេះបាទឬក៏យើងចុចកន្លែងនេះមិញទៅក៏ចេញផ្ទាំងបែបនេះមកដែរពុកម៉ែបងប្អូនណាបាទអញ្ចឹងវាជារូបភាព 3D បានន័យថាយើងអាចមើលបានមួយជុំពុកម៉ែបងប្អូនឧទាហរណ៍ឥឡូវយើងចង់បានរូបភាពបាទសត្វនេះមួយចាស់បាទណាយើងចូលកន្លែងនេះមកយើងមានរូបភាពសត្វបង្ហាញច្រើនទៀតពុកម៉ែបងប្អូននៅក្នុងនេះបាទឥឡូវពុកម៉ែបងប្អូនចង់បានរូបភាពសត្វមួយណាបាទឧទាហរណ៍ឥឡូវខ្ញុំចង់បានរូបភាពបាទសត្វឆ្កែមួយទៅបាទយើងចុច insert មកពុកម៉ែបងប្អូនហើយធ្វើការរងចាំបន្តិចបាទនេះឃើញទេរូបភាពនេះហើយយើងអាចធ្វើការចាប់បវលបានណាពុកម៉ែបងប្អូនឃើញទេយើងអាចចាប់បវលបានណាយើងចង់មើលកន្លែងណារូបកន្លែងណាអីឃើញទេយើងអាចបវលបានមួយជុំហ្មងបាទនេះបាទចង់ដាក់នៅកន្លែងណាខាងណាក៏បានដែរពុកម៉ែបងប្អូនណាបាទនេះក៏វាសំខាន់វាពិសេសម្យ៉ាងដែរបាទនៅក្នុងកម្មវិធី Word យើងអាចមានរូបភាពបែបនេះយកទៅដាក់ប្រើប្រាស់នៅក្នុងអត្ថបទរបស់យើងបានបាទហើយពុកម៉ែបងប្អូនអត់ចង់មើលចង់ចាប់សេរីទេយើងចូលកន្លែងនេះក៏បានដែរនេះយើងចង់មើលផ្នែកខាងណាខាងក្រោយពីក្រោយបាទឬក៏មើលពីចំហៀងខាងណាពុកម៉ែបងប្អូនបាទឃើញទេយើងអាចរើសបានណាពីលើអីអញ្ចឹងយើងអាចជ្រើសរើសមុខងារដែលមានស្រាប់ដូចក៏បានដែរពុកម៉ែបងប្អូនណាបាទសង្ឃឹមថាពុកម៉ែបងប្អូនអាចយកទៅអនុវត្តដល់ខ្លួនឯងបន្ថែមទៀតបានណាបាទឥឡូវយើងទៅមើលមុខងារបន្តទៅទៀតបាទយើងមើល Smart Art អញ្ចឹងខ្ញុំធ្វើការលុបរូបនេះចោលសិន
បាទឥឡូវយើងទៅមើលមុខងារបន្តទៀតពុកម៉ែបងប្អូនណា Smart Art បាទយើងចុច Smart Art មកបាទ Smart Art ហ្នឹងគឺជាប្រភេទដូចរូបរាង shape ចឹងបាទជា shape អញ្ចឹងគឺមានន័យថាគឺរូបភាពហ្នឹងគឺមានគេរៀបចំ design ហើយស្រាប់អញ្ចឹងគ្រាន់តែពុកម៉ែបងប្អូនស្រឡាញ់មួយណាយើងធ្វើការ select ហើយយើងចុចចូលមកបាទប្រើការតែម្ដងពុកម៉ែបងប្អូនខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំចុចអូឲ្យពុកម៉ែបងប្អូនបានឃើញសិនណានៅក្នុងហ្នឹងគឺយើងមានច្រើនណាពុកម៉ែបងប្អូនឬយើងមើលតាមជាកន្លែងlist របស់គេនេះក៏មានដែរទី1ជា list បាទជា list ហ្នឹងគឺប្រភេទជារូបភាពបែបនេះពុកម៉ែបងប្អូនណានេះឧទាហរណ៍ឥឡូវយើងជ្រើសរើសមួយនេះយកមកមើលសិនបាទហើយនៅក្នុងការងារគឺខ្ញុំអាសាឃើញមានគេប្រើច្រើនដែរពុកម៉ែបងប្អូនណាគេចូលចិត្តប្រើប្រភេទ Smart Art ហ្នឹងយកមកប្រើការបានណាពុកម៉ែបងប្អូនណាបាទយើងសរសេរជាចំណុចរៀបរាប់មកទៅថាឥឡូវចំណុចយើងចង់និយាយពីអីចឹងទៅបាទយើងអាចសរសេរបានណាពុកម៉ែបងប្អូននៅកន្លែងហ្នឹងណាអូខេបាទហើយយើងចង់សរសេរកន្លែងណាយើងធ្វើការចុចកន្លែងហ្នឹងទៅយើងអាចសរសេរបាននេះឃើញពុកម៉ែបងប្អូនណាយើងអាចសរសេរបានណាបាទហើយខ្ញុំនឹងបង្ហាញជូននៅមេរៀនលម្អិតបាទតកតងជាមួយនឹងការប្រើ Smart Art នេះបន្ថែមទៀតពុកម៉ែបងប្អូនដោយសារកុំឲ្យវីដេអូនេះគឺកាន់តែវែងឆ្ងាយព្រោះខ្ញុំគ្រាន់តែចង់បង្ហាញជូនអំពីមុខងារនៅក្នុងតាម tab នីមួយៗឲ្យពុកម៉ែបងប្អូនបានទទួលជ្រាបសិនទេដោយសារតែនេះស្ថិតនៅក្នុងមេរៀនដំបូងនៅឡើយបាទខ្ញុំអត់ទាន់បានទៅស៊ីជម្រៅលើមេរៀននេះទេព្រោះកុំឲ្យវីដេអូនេះវាកាន់តែវែងបន្ថែមទៀតណាពុកម៉ែបងប្អូនគ្រាន់តែពុកម៉ែបងប្អូនទទួលជ្រាបថានៅក្នុងនេះគឺយើងមានប្រភេទជា Smart Art បែបនេះពុកម៉ែបងប្អូនណាដែលយើងអាចយកទៅប្រើលើការងាររបស់ពុកម៉ែបងប្អូនបានបាទអញ្ចឹងយើងមានច្រើនទៀតណាបើមាន process នេះមានជាប្រភេទចេះរូបរាងបែបនេះមាន cycle បាទណាជារង្វង់ជាអីនេះពុកម៉ែបងប្អូនបាទអញ្ចឹងនៅក្នុងការងារហ្នឹងក៏ឃើញមានគេអាសាយកទៅប្រើដែរពុកម៉ែបងប្អូនណាបាទតកតងជាមួយយុទ្ធសាស្ត្រអីផ្សេងអីនៅក្នុងក្រុមហ៊ុនស្ថាប័នក្រុមហ៊ុននេះយើងអាចយកទៅប្រើបានបាទណាមានច្រើនទេពុកម៉ែបងប្អូនអាចបើកកុំព្យូទ័ររបស់ពុកម៉ែបងប្អូនហើយអាចធ្វើការចូលទៅកាន់ Word ទៅពុកម៉ែបងប្អូនអាចចូលទៅកន្លែង Smart Art នេះអាច check មើលបានណាពុកម៉ែបងប្អូនយើងមានច្រើនហើយពុកម៉ែបងប្អូនស្រឡាញ់មួយណាយើងយកមួយនឹងយកមកប្រើមកបាទរៀងជាពីរ៉ាមីតជាអីនេះឃើញមានគេអាសាយកទៅប្រើដែរពុកម៉ែបងប្អូនណាយើងគ្រាន់តែផ្លាស់ប្ដូរអក្សរទៅបាទបន្ថយទំហំអក្សរអីដូចខ្ញុំបានបង្ហាញជូនកាលពីមេរៀនមុនហើយតកតងជាមួយ font អក្សរទំហំអក្សរនៅក្នុង Home tab យើងពុកម៉ែបងប្អូនបាទលេខពណ៌អក្សរលេខអីនេះខ្ញុំបានបង្ហាញជូនហើយអស់ហើយបាទចង់បានពណ៌អីបន្ថែមទៅយើងអាចផ្លាស់ប្ដូរបានណាបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនអាចយកទៅស្រាវជ្រាវរៀនស្រាវជ្រាវបន្ថែមទៀតបានហើយមិនជាអ្វីទេពុកម៉ែបងប្អូនណាចំណុច Smart Art នេះខ្ញុំនឹងបង្ហាញជូននៅមេរៀនអនុវត្តលំហាត់បន្ថែមទៀតដើម្បីឲ្យពុកម៉ែបងប្អូនកាន់តែជ្រាបច្បាស់តកតងជាមួយនឹងការប្រើទៅលើ Smart Art នេះហើយគឺមានប្រយោជន៍ដែរបាទគឺគេអាសាប្រើដែរណាបាទចំណុច Smart Art នេះឥឡូវយើងទៅមើលមុខងារបន្តទៀតគេហៅថា Chart បាទ Chart នេះពាក់ព័ន្ធជាមួយនឹងការសង់ក្រាបពុកម៉ែបងប្អូនណាសង់ក្រាបអញ្ចឹងនៅក្នុងនេះយើងមានក្រាបច្រើនពុកម៉ែបងប្អូនដោយពុកម៉ែបងប្អូនបានឃើញ list នៅខាងឆ្វេងនេះអញ្ចឹងយើងមានក្រាបនោះមានជាក្រាបប្រឈរបែបនេះបាទហើយមានជាក្រាបខ្សែបាទយើងមានជាក្រាបផ្លិតបាទមានជាក្រាបផ្ដេកចេះបាទមានបាទជា area មានស្អីច្រើនទៀតបាទអធិស្ឋានពុកម៉ែបងប្អូនខ្ញុំក៏មិនសូវជាស្គាល់អស់ដែរនៅក្នុងនេះក៏ប៉ុន្តែវាមានច្រើនពុកម៉ែបងប្អូនហើយរបៀបការសង់ហ្នឹងគឺស្តៀងគ្នាទេពុកម៉ែបងប្អូនណាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំជ្រើសរើសយក column បាទក្រាបប្រឈរនេះបាទក្រាបឈរនេះបាទអញ្ចឹងយើងមាននៅក្នុងនេះយើងមានច្រើនពុកម៉ែបងប្អូនឬក៏ហៅថាក្រាបអក្សរហ្នឹងឯងអញ្ចឹងវាមាន mode ផ្សេងគ្នាណាបាទជា 3D ជាអីហ្នឹងក៏មានដែរហើយបើយើងចង់បានជាលក្ខណៈធម្មតាទេគឺយើងយកជម្រើសទី1ហើយយើងធ្វើការចុច OK តែម្ដងពុកម៉ែបងប្អូនអញ្ចឹងពេលដែលពុកម៉ែបងប្អូនធ្វើការចុច OK ហើយនឹងបង្កើតបានជាក្រាបមកហើយវានឹងភ្ជាប់ជាមួយនឹងកម្មវិធី Excel បាទដើម្បីឲ្យពុកម៉ែបងប្អូនអាចធ្វើការបញ្ចូលទិន្នន័យនៅក្នុងកន្លែងនេះអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនធ្វើការបញ្ចូលទិន្នន័យអញ្ចឹងក្រាបរបស់យើងនឹងធ្វើការផ្លាស់ប្ដូរឡើងចុះបាទទៅតាមចំនួនទិន្នន័យដែលពុកម៉ែបងប្អូនបានបញ្ចូល
បាទហើយខ្ញុំនឹងបង្ហាញជូននៅមេរៀនផ្សេងមួយទៀតបាទអធ្យាស្រ័យណាដោយសារនៅក្នុងនេះខ្ញុំអត់ចង់ឲ្យវីដេអូនឹងវាកាន់តែវែងឆ្ងាយបាទគ្រាន់តែខ្ញុំចង់ជម្រាបជូនពុកម៉ែបងប្អូនថានៅក្នុងនេះគឺយើងមានក្រាមដែលពុកម៉ែបងប្អូនអាចជ្រើសរើសយកមកសង់បានហើយក្រាបនេះយើងមានច្រើនដូចខ្ញុំបានបង្ហាញជូនមិញអញ្ចឹងពុកម៉ែបងប្អូនចង់បានក្រាបប្រភេទណាអាចជ្រើសរើសយកទៅប្រើទៅបាទទីឥឡូវក្រាបខ្សែឬក៏ក្រាបផ្លិតអីអញ្ចឹងណាបាទយើងចុចអូខេមកបាទឃើញចេញមកឲ្យពុកម៉ែបងប្អូនណាប៉ុន្តែទិន្នន័យយើងធ្វើការបញ្ចូលដល់ភ្ជាប់ជាមួយនឹងកម្មវិធី Excel បាទយើងធ្វើការបញ្ចូលទិន្នន័យនៅក្នុងនេះបាទអញ្ចឹងពេលដែលយើងបញ្ចូលទៅក្រាមនឹងនឹងធ្វើការប្រែប្រួលផ្លាស់ប្ដូរទៅតាមទិន្នន័យដែលយើងបានបញ្ចូលបាទសង្ឃឹមថាពុកម៉ែបងប្អូនអាចអនុវត្តបានដោយខ្លួនឯងបន្ថែមទៀតហើយកុំភ័យណាពុកម៉ែបងប្អូននៅក្នុងនេះគឺយើងមានមុខងារជាច្រើនទៀតខ្ញុំនឹងបង្ហាញជូននៅមេរៀនបន្តបន្ទាប់បាទយើងទៅមើលបន្តទៀត insert នេះយើងមានអីទៀតពុកម៉ែបងប្អូន screenshot បាទ screenshot នេះខ្ញុំមិនសូវប្រើដែរទេប៉ុន្តែក៏អាចមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនខ្លះបាទអានេះសម្រាប់យើងធ្វើការថតបាទថតអេក្រង់បាទថតអេក្រង់មិញថតអេក្រង់ការងាររបស់យើងពុកម៉ែបងប្អូនឃើញទេបាទទីឥឡូវយើងចង់បានប៉ុណ្ណាយើងចង់ថតឲ្យជាប់អញ្ចេះពុកម៉ែបងប្អូនណាឃើញទេចឹងពេលដែលយើងចុចមកគឺវាលោតចូលមកនៅក្នុងក្រដាសការងាររបស់យើងតែម្ដងពុកម៉ែបងប្អូនឃើញទេបាទនេះគឺជារូបភាពដែលខ្ញុំបានថតមិញណាពុកម៉ែបងប្អូននេះបាទនេះគឺជារូបភាពនេះបាទចឹងបើសិនជាពុកម៉ែបងប្អូនគិតថាមានប្រយោជន៍ពុកម៉ែបងប្អូនអាចប្រើបានណា screenshot ណាសម្រាប់យើងធ្វើការថតឥឡូវយើងទៅបន្តទៀតបាទយើង online video បាទ online video នេះគឺសម្រាប់ជាមុខងារមួយដែលអនុញ្ញាតឲ្យពុកម៉ែបងប្អូនអាចធ្វើការ insert បាទវីដេអូបាទចូលមកនៅក្នុងក្រដាសការងារពុកម៉ែបងប្អូនបានតើការ insert ហ្នឹងយើង insert បានតាមបែបម៉េចគឺពុកម៉ែបងប្អូនធ្វើការចុចកន្លែង online video នេះមកនឹងធ្វើការលូតផ្ទាំងមួយហើយពុកម៉ែបងប្អូនតម្រូវត្រូវចូលទៅយក link បាទវីដេអូហ្នឹងពីប្រភពផ្សេងឧទាហរណ៍ឥឡូវខ្ញុំចូលទៅ YouTube កន្លែងនេះក៏គេដាក់បញ្ជាក់ដែរបាទថាវីដេអូដែលអាច support បានហ្នឹងគឺមានវីដេអូដែលចេញពី YouTube បាទជាប្រភេទជា slide បាទមានMemo Vimeo បាទអធ្យាស្រ័យបើខ្ញុំអានខុសណាយើងមាន TED អីជាដើមនេះពុកម៉ែបងប្អូនឥឡូវនេះខ្ញុំឧទាហរណ៍ថាខ្ញុំយកវីដេអូចេញពី YouTube ចុះណាយើងបើកផ្ទាំងbrowser អ៊ីនធឺណិតមកហើយពុកម៉ែបងប្អូនធ្វើការវាយដាក់ថា YouTube បាទសូមអធ្យាស្រ័យខ្ញុំដូរ keyboard សិនបាទ YouTube ចឹងមកពុកម៉ែបងប្អូនយើងចូលទៅ YouTube ទៅបាទសូមធ្វើការរងចាំបន្តិចពុកម៉ែបងប្អូនដោយសារអ៊ីនធឺណិតខ្ញុំវា slow បន្តិចបាទហើយពុកម៉ែបងប្អូនធ្វើការជ្រើសរើសបាទវីដេអូណាមួយអញ្ចឹងទៅពុកម៉ែបងប្អូនបាទទីឥឡូវវីដេអូមួយទៅហើយយើងធ្វើការនេះពុកម៉ែបងប្អូនណាពេលបាទពេលយើងឃើញវីដេអូហ្នឹងបាទហើយពុកម៉ែបងប្អូនចង់បានវីដេអូហ្នឹងយកទៅដាក់ចូលទៅក្នុងបាទការងាររបស់យើងណាបាទនៅក្នុង Word របស់យើងមិញនេះអញ្ចឹងពុកម៉ែបងប្អូននេះកលេចមកមើលខាងលើនេះគេហៅថាជា link តំណ link របស់វីដេអូហ្នឹងយើងធ្វើការ mouse ស្ដាំហើយបាទពុកម៉ែបងប្អូនធ្វើការ copy បាទចុច copy ឬក៏យើងចុចលើវីដេអូក៏បានដែរយើងយកពាក្យថាcopy បាទវីដេអូ URL បាទ URL នេះក៏បានដែរពុកម៉ែបងប្អូនណាដូចគ្នាហើយយើងចូលទៅកាន់ Word យើងវិញបាទហើយយើងធ្វើការ mouse ស្ដាំយើងធ្វើការផាសបាទផាស link នឹងចូលមកនេះពុកម៉ែបងប្អូនឃើញទេវីដេអូនឹងរត់ចូលមកហើយយើងធ្វើការចុច insert ណាបាទអញ្ចឹងវីដេអូហ្នឹងនឹងចូលមកនៅក្នុងឯកសារនេះហើយយើងធ្វើការព្រមទៅពុកម៉ែបងប្អូនណាសម្រាប់យើងចង់ដាក់បន្ថែមយើងដាក់នៅក្នុងអត្ថបទរបស់យើងអញ្ចឹងពុកម៉ែបងប្អូនព្រោះហ្នឹងអាចដែរអាចមានពេលខ្លះយើងត្រូវការប្រើអញ្ចឹងនៅក្នុង Word ហ្នឹងគឺយើងមានមុខងារសម្រាប់អនុញ្ញាតឲ្យពុកម៉ែបងប្អូនអាច insert វីដេអូបានណាបាទនៅក្នុងហ្នឹងបាទអញ្ចឹងយើងទៅមើលបន្តទៅទៀតបាទខ្ញុំមកដល់កន្លែងនេះខ្ញុំកាត់ហើយព្រោះវីដេអូវាកាន់តែវែងបាទហើយសង្ឃឹមពុកម៉ែបងប្អូនអាចទាន់នៅអ្វីដែលខ្ញុំបានជម្រាបជូនបាញ់មិញនេះហើយឥឡូវនេះខ្ញុំនឹងបង្ហាញជូនតែមុខងារសំខាន់ទៀតចុះដើម្បីបញ្ចប់ទៅលើមុខងារ insert នេះកុំឲ្យវីដេអូកាន់វែងពេកបាទអញ្ចឹងយើងមាន comment បាទ comment នេះក៏យើងអាសាប្រើដែរពុកម៉ែបងប្អូនបាទ comment នេះគឺយើងសម្រាប់ធ្វើការ comment ទៅលើclear កន្លែងណាមួយពាក្យពេចន៍កន្លែងណាមួយឧទាហរណ៍ខ្ញុំមាន
អត្ថបទនេះមួយចុះបាទឧទាហរណ៍ថាឥឡូវយើងចង់ធ្វើការ comment នៅកន្លែងនេះបាទអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការចុចកន្លែង comment នេះបាទនៅក្នុង insert យើងដែរណាពុកម៉ែបងប្អូនធ្វើការចុច comment មកបាទពុកម៉ែបងប្អូនចង់ធ្វើការកត់ note ចំណាំអីបន្ថែមបាទយើងធ្វើការវាយនៅកន្លែងនេះបានណាពុកម៉ែបងប្អូនហ្នឹងគេហៅថា comment បាទនេះយើងចង់ note អីបន្ថែមដើម្បីយើងចំណាំខ្លួនឯងពុកម៉ែបងប្អូនបាទបែបនេះណាបាទហ្នឹងគេហៅថា comment ឬក៏យើងចង់បន្ថែមកន្លែងណាមួយទៀតឥឡូវខ្ញុំចង់បន្ថែមនៅកន្លែងនេះមួយទៀតបាទអញ្ចឹងយើងធ្វើការចុចកន្លែង comment ហ្នឹងទៀតមកពុកម៉ែបងប្អូនហើយយើងអាចធ្វើការ note ចំណាំទៅបាទណាយើងអាច note បានណាបាទហើយចង់បន្ថែមនៅកន្លែងណាទៀតពុកម៉ែបងប្អូនអាចធ្វើការបន្ថែមទៀតបានឥឡូវខ្ញុំចង់បន្ថែមនៅកន្លែងនេះហើយយើងធ្វើការចុច comment មកយើងអាចបន្ថែមទៀតបានបាទណាបាទអាហ្នឹងគេហៅថា comment បាទបន្តទៅទៀតពុកម៉ែបងប្អូនណាបន្តទៅទៀតឥឡូវយើងចូលទៅកាន់ header ម្ដងបាទនេះ header ពុកម៉ែបងប្អូន header នេះគឺតកតងជាមួយនឹងការដាក់ចំណងជើងឲ្យឯកសាររបស់យើងនៅផ្នែកខាងលើបាទឥឡូវពុកម៉ែបងប្អូនចង់បានរូបរាងបែបណាគឺមាន mode ច្រើនណាបាទឥឡូវខ្ញុំចង់បាន mode style បែបនេះអញ្ចឹងពុកម៉ែបងប្អូនចុចមកគឺមានបាទនៅខាងលើនេះរត់មកខាងលើគ្រប់សន្ទការងាររបស់យើងទាំងអស់ពុកម៉ែបងប្អូនបាទហើយមួយទៀតគឺfooter បាទ footer នេះសម្រាប់យើងដាក់ចំណងជើងខាងក្រោមបាទជាលេខទំព័រជាចំណងជើងអីគឺមាន mode style ច្រើនណាស់ពុកម៉ែបងប្អូនអាចធ្វើការចុចជ្រើសរើសបានស្រឡាញ់ mode មួយណាអាចជ្រើសរើសមួយនឹងយកទៅប្រើបានតែឥឡូវខ្ញុំគ្រាន់តែចង់បានជាលេខទំព័រទេបាទអញ្ចឹងយើងជ្រើសរើស mode មួយដែលមានតែលេខទំព័រទេបាទអញ្ចឹងលេខទំព័ររបស់យើងពេលដែលយើងនេះមកគឺរត់មកចូលគ្រប់សន្ទការងាររបស់យើងទាំងអស់ពុកម៉ែបងប្អូនណាបាទហើយខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនប្រកាសជាអាចអនុវត្តបានដោយខ្លួនឯងបន្ថែមទៀតបាទអញ្ចឹងយើងនៅសល់មុខងារច្រើនទៀតប្រហែលជានៅក្នុងវីដេអូនេះគឺខ្ញុំអត់អាចបញ្ចប់បានទេនៅក្នុង insert នេះបាទសូមអធិស្ឋានពុកម៉ែបងប្អូនណាកុំឲ្យវីដេអូកាន់តែវែងអញ្ចឹងខ្ញុំនឹងបំបែកទៅមេរៀនបន្តទៀតបាទនឹងធ្វើវីដេអូថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹង insert នេះដើម្បីបញ្ចប់ទៅលើមុខងារនៅក្នុង insert នេះបានអញ្ចឹងហើយបានខ្ញុំជំរាបជូនពុកម៉ែបងប្អូនតាំងពីដើមហើយថាមុខងារខ្លះត្រូវការពេលវេលាច្រើនបាទដើម្បីធ្វើឲ្យលម្អិតជូនតាក់ទងឧទាហរណ៍ថាដូចជា Smart Art ដូចជា Table នេះយើងមានមុខងារលម្អិតបន្ថែមទៀតពុកម៉ែបងប្អូនណាខ្ញុំនឹងបំបែកទៅជាវីដេអូមេរៀនបន្តជូនដល់ពុកម៉ែបងប្អូនបន្ថែមទៀតបាទព្រោះធ្វើនៅក្នុងវីដេអូនេះគឺវាកាន់តែវែងព្រោះខ្ញុំគ្រាន់តែចង់បង្ហាញជូនថានៅក្នុងហ្នឹងមានអីខ្លះដើម្បីឲ្យពុកម៉ែបងប្អូនបានទទួលជ្រាបសិនមុនយើងចាប់ផ្ដើមឈានទៅដល់ការអនុវត្តលំហាត់បាទខ្ញុំនឹងមានគម្រោងលំហាត់ដើម្បីបន្ថែមជូនពុកម៉ែបងប្អូនបន្ថែមទៀតឲ្យបានអញ្ចឹងយើងមានប៉ុណ្ណឹងពុកម៉ែបងប្អូនណាបាទយើងចាំជួបគ្នានៅបាទវីដេអូក្រោយបន្តទៅទៀតបាទសូមអរគុណ